ចានៅពេលនេះខ្ញុំត្រឡប់ទៅយកកូនចេញពីសាលាថ្ងៃត្រង់អង្គពុំមីងចាឃើញពពកនៅលើផ្ទៃមួយគឺថាស្អាតខ្លាំងមែនតើអញ្ចឹងក៏ទាញកាមេរ៉ានឹងថតផ្ញើជូនអង្គពុំមីងមើលផងដែរហើយនេះសំបីមកដល់ក្នុងបរិយាក៏នៅតែទាញកាមេរ៉ាថតដូចថាអត់ដាច់អាឡ័យចេញពីខ្សែរូបភាពទស្សនីយភាពនឹងតែម្ដងណាអង្គពុំមីងចាឥឡូវនេះខ្ញុំមកដល់ច្រកចេញនេះផងដែរហើយឃើញអរិយាប័ត្រសុជីវធម៌ល្អរបស់លោកគ្រូអ្នកគ្រូនៅសាលារបស់កូនគឺថាល្អខ្លាំងមែនតើចាដោយសារតែឃើញពួកគាត់ទុនភ្លុននឹងយកចិត្តទុកដាក់កូនគ្រប់គ្នា Shackolicious extra large gummies in the shape of Shaq's head. Who approved this? Wonder what Shaq's head tastes like. I've never seen them. Hold on. These smell really good. Those are huge. Now they say this. Negative. No. Negative. First move I want you to do. អាហារសម្រាប់កូននាពេលល្ងាចនេះផងដែរគឺមាន់បំពងដោយសារតែពួកគាត់នឹងគឺសុំញ៉ាំមាន់បំពងដូច្នេះហើយក៏ទៅទិញឲ្យពួកគាត់ញ៉ាំតែម្ដងទៅមើលតែមាត់ក៏ដឹងតែឆ្ងាញ់ដល់ពុំមិញហើយការញ៉ាំមាន់បំពងញឹកញាប់ពេកក៏វាប៉ះពាល់ទៅដល់សុខភាពយើងផងដែរចាឥឡូវដល់ម៉ោងបញ្ចុកទៅដោះគោអូនទៀតហើយអង្គពុំមីងចាបញ្ចុកដោយប្រើសារ៉ាំងដោយគាត់អត់មុំដបទេអង្គពុំមីងហើយសម្រាប់អាហារពេលព្រឹករបស់នាងខ្ញុំគឺមានជាមួយនឹងបាញ់សុងហើយក៏ឆ្លៀតពេលបញ្ចុកទៅដោះគោនាងតូចនឹងផងដែរនិយាយថាខ្ជិលមុំដបណាអង្គពុំមីងហើយតំណងអត់បាញ់សុងនេះអង្គពុំមីងតាហាមួយម៉ាត់ខ្ញុំបញ្ចុកមួយកោតែគាត់ចេះរកវិធីឃើញអង្គពុំមីងគឺគាត់អត់មានដីខ្សាច់លេងចឹងតែគាត់ក៏លេងកំតិចផ្កាស្វាយស្ងួតដែលវាជ្រុះនៅលើអត់នឹងអង្គពុំមីងលេងតែឯងចានេះគឺជាគ្រាប់ជីដែលនាងខ្ញុំបានត្រាំវាឲ្យរីកសម្រាប់ញ៉ាំនៅពេលព្រឹកដោយសារតែនៅក្នុងគ្រាប់ជីគឺវាមានផ្ទុកទៅដោយប្រូតេអ៊ីនជាតិសរសៃអាស៊ីតខ្លាញ់អូមេហ្គា3កាល់ស្យូមវីតាមីន B3 សង្កសីប៉ូតាស្យូមវីតាមីន B2 និងសារធាតុចិញ្ចឹមសំខាន់ជាច្រើនទៀតដែលរាងកាយរបស់យើងត្រូវការអាឌីវ៉ារាល់ថ្ងៃគឺខំប្រឹងវឹកហាត់ចលនាដៃរបស់គាត់ខ្លាំងអង្គពុំមីងមកដល់ផ្ទះវិញមិនទាន់ទេគាត់ទាញបិចទាញសភៅយកមកក្រាបអង្គុយក្រាបសរសេរដឹងសេអីខ្លះមកដៃកាន់ល្អជាងមុនឆ្ងាយចាត្រឡប់ពីកន្លែងការងារវិញទៅវាហត់ទៅអង្គពុំមីងចឹងមិនដឹងធ្វើអីគេញ៉ាំទេចឹងមានតែឆាបាយឲ្យកូនញ៉ាំនឹងឯងចាដាំបាយរួចក៏ឆាបាយឲ្យកូនញ៉ាំមានអីពួកគាត់ថាឆ្ងាញ់ណាស់ម៉ាមីអង្គពុំមីងមើលនឹងយល់ទេនេះក៏អាចថាជាមុខម្ហូបមួយដែរណាឃ្លានបុកល្ហុងអត់មានបុកល្ហុងឥឡូវអាចជំនួសនេះបានត្រីសាល់ម៉ុនយើងនឹងលាយជាមួយទឹកកាពិចានេះគឺជាគ្រាប់ជីដែលនាងខ្ញុំត្រាំឲ្យរីកជាមួយនឹងទឹកហើយត្រៀមនឹងញ៉ាំមុនពេលចូលគេនេះផងដែរដោយសារតែគ្រាប់ជីនឹងគឺវាសម្បូរទៅដោយជាតិកសិ fiber ដូច្នេះហើយធ្វើឲ្យកាពះពោះវៀនរបស់យើងដំណើរការស្រួលព្រឹកឡើងយើងស្រួលបត់ជើងចាសូមគោរពជំរាបសួរពុំមីងនេះគឺជាអាហារពេលព្រឹករបស់នាងខ្ញុំមានផ្លែចេកដំបងហើយនាងខ្ញុំចូលចិត្តទទួលទានវានៅពេលព្រឹកព្រោះវាអាចជួយសម្រួលទៅដល់ការបន្តបង់របស់នាងខ្ញុំបានយ៉ាងល្អដោយសារតែផ្លែចេកដំបងគឺសម្បូរទៅដោយជាតិកសិសាយល្អសម្រាប់បេះដូងនិងតម្រងនោមហើយក្រៅពីប៉ូតាស្យូមគឺវាជាប្រភពនៃវីតាមីនមានវីតាមីន C និងវីតាមីន B6 និងសារធាតុរ៉ែផ្សេងៗ